នៅលើក្តារអុកនៃអំណាចអ្នកដែលប្រញាប់ប្រញាល់គឺជាអ្នកចាញ់ប្រៀបចំណែកអ្នកដែលចេះរងចាំឱកាសក្នុងសមុទ្រឈាមនៃសង្គ្រាមគឺជាអំណាចពិតប្រាកដដែលពិភពលោកត្រូវតែញញឹតពិភពលោកកំពុងស្ថិតនៅភាពភ័យរន្ធត់ហើយខណៈសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ាក់កំពុងរីករាលដាលគ្មានដែនកំណត់នោះទេស្របពេលដល់ចលាចលនេះរបាយការណ៍ពី CNN កាលពីថ្ងៃទី21ខែមីនាឆ្នាំ2026បានពន្យល់នៅយុទ្ធសាស្ត្រដ៏រង្គោះរង្គើថាលោក Donald Trump បានស្នើសុំពន្យាពេលជំនួបកម្ពុជាជាមួយលោកស៊ីជីនពីងនេះមិនមែនជាការដកថយមិនធម្មតានោះទេប៉ុន្តែវាគឺជាកំហុសយុទ្ធសាស្ត្រដែលផ្ដល់កាដូដ៏មហាសាលដល់ទីក្រុងប៉េកាំងអ្នកជំនាញអេសារ៉ាយូសលោកវូស៊ីនប៉មកពីសាកលវិទ្យាល័យ Fordham បានបញ្ជាក់យ៉ាងច្បាស់ថាលោកត្រាំកំពុងជាប់ផុងក្នុងវាលសពបច្ឆិមបូព៌ាដែលធ្វើឲ្យអំណាចចរចារបស់អាមេរិកចុះខ្សោយស្របពេលជាមួយគ្នានេះតុលាការកំពូលអាមេរិកបានដកអាវុធពាណិជ្ជកម្មចេញពីដៃលោកត្រាំតាមរយៈការលុបចោលពន្ធគយដែលធ្វើឲ្យមហាអំណាចលេខ1រូបនេះកាន់តែមានសភាពទន់ជ្រាយបំផុតក្នុងប្រវត្តិសាស្ត្រហើយភាពអាម៉ាស់នៃសង្គ្រាមនេះក៏ត្រូវបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរពីសំណាក់សម្ដេចបាបលេអូទី14នៅទីលាន Saint Peter ខណៈចំនួនអ្នកស្លាប់បានហក់ឡើងលើស 4,300 នាក់លោកស្រី Rana Mitter ពីសាលា Harvard Kennedy បានសង្កត់ធ្ងន់ថាពិភពលោកលែងមើលឃើញអាមេរិកជាបង្អែកទៀតហើយប៉ុន្តែបែរជាងាកទៅរកចិនថាជាដៃគូដែលអាចទុកចិត្តបានទៅវិញចំណែកអេរ៉ូស៊ីកំពុងអង្គុយមើលនៅគំនរមាសដ៏មានតម្លៃប្រេងដែលហក់ឡើងខ្ពស់ដែលលោក Volodymyr Zelensky បានហៅថាជាដង្ហើមសេដ្ឋកិច្ចសម្រាប់លោកពូទីនទោះបីជាការចរចារបស់លោក He Lifang និងលោក Scott Bessent នៅតែបន្តប៉ុន្តែជញ្ជីងអំណាចពេលនេះណាបានលំអៀងទៅរកមហាកំផែងចិនយ៉ាងពេញទំហឹងហើយសង្គ្រាមប្រចាំបូព៌ាមិនត្រឹមតែជាវិបត្តិមនុស្សធម៌ប៉ុណ្ណោះទេប៉ុន្តែវាគឺជាអន្ទាក់ភូមិសាស្ត្រនយោបាយដែលកំពុងផ្លាស់ប្ដូររបៀបរបបរៀបរយពិភពលោកថ្មីខណៈអាមេរិកកំពុងហត់នឿយនឹងការបម្រើកម្លាំងបាយចិនកំពុងប្រើប្រាស់ភាពស្ងប់ស្ងាត់យុទ្ធសាស្ត្រដើម្បីគ្រប់គ្រងស្ថានភាពគួររំលឹកផងដែរថាក្នុងល្បែងអុកសកលនេះអ្នកឈ្នះមិនមែនជាអ្នកដែលបាញ់កំជ្រួចច្រើនជាងគេនោះឡើយប៉ុន្តែគឺជាអ្នកដែលចេះគ្រប់គ្រងដង្ហើមសេដ្ឋកិច្ចនិងទំនុកចិត្តរបស់ពិភពលោក